Chắc là một cái là một năm information to be sent rồi có chỉ có thể là thật ra cho mình chẳng có mình là dân thật ra cho mình là thật đến có cái ban đi chăm cho mình không dành là năm năm cho mình quay hay khi dương đi chăm tôi có tên tiêu là tên là chẳng thì mỗi cái ao dương ở đi chăm thì có mình là bằng vô đi có cái identification thì có bằng mình là bằng luôn cái là có mình là dương là TPคือdurable mixing instrument. Misalnya kita memang durable mixing instrument មានន័យថាគេឲ្យយើងប្រើប្រាស់ជាមួយនឹងបីឬក៏ឧបករណ៍សម្រាប់ការ note ហ្នឹងដោយឧបករណ៍ទាំងហ្នឹងអាចមានសមត្ថភាពគ្រប់គ្រាន់ជាមួយនឹងអឺការមិនរលត់ឬក៏គេហៅថាអាចទៅដល់ក្នុងលក្ខខណ្ឌដែលយើងប្រើជាមួយនឹងស្ថានភាពសើមឬក៏អីក៏ដោយក៏វាស្ថិតនៅក្នុងលក្ខខណ្ឌធម្មតាអត់រលត់អត់របេះអត់រលាត់អញ្ចឹងចាទីពីរគឺគេអឺ avoid គេថាគេណែនាំឲ្យយើងគួរតែមិនប្រើប្រាស់គេថាកុំប្រើប្រាស់ខ្មៅដៃទៅលើ container ឬក៏កាតុងទេព្រោះវាអាចនឹងរលត់ឬក៏អីចឹងទៅបន្តមកទៀតគឺតើតើមួយនឹង label ដែលយើងសរសេរនៅលើ plastic គឺថានៅក្នុងករណីដែលយើងបង្កកនៅក្នុងស្ថានភាព10 ទេ label ឬក៏ព័ត៌មានដែលយើងសរសេរនៅលើ plastic វាអាចនឹងរបេះឬក៏ជ្រុះចេញមកបើសិនជាយើងសរសេរនៅលើក្នុងសម្រាប់យើងឬក៏នៅលើកំប៉ុងសម្រាប់របស់យើងហ្នឹងដោយយើងយកទៅបង្កកក្នុងស្ថានភាពដក70 ទេចឹងវានឹងរបេះវានឹងរលត់ចេញមកវាជាប់ទេអូខេអញ្ចឹងបន្តមកទៀតគឺទៅដល់ចំណុចទី3 company information ចឹង company information គឺអឺមានថាទៅចូលជាមួយនឹងព័ត៌មានចំណាកឬក៏ history post របស់សំណាក់ហ្នឹងចូលទៅក្នុងព័ត៌មានមួយស្លាបផ្សេងមួយទៀតហើយយើងគួរតែទុកព័ត៌មានទាំងនេះនៅក្នុង plastic envelope ចាអឺចឹង plastic envelope ហ្នឹងគឺទៅចង់និយាយអំពីស្រោមសម្រាប់តែហើយយើងត្រូវផ្ញើមកគឺថាយើងផ្ញើសំណាក់ហើយយើងមានជា history ឬក៏ជា information របស់សំណាក់ហ្នឹងដែលយើងដាក់នៅក្នុងក្រោមសំបុត្រ plastic ណាផ្ញើទៅមកតាមទៀតចឹងក្រៅពី label ដែលនៅលើកំប៉ុងសំណាក់ឬក៏នៅលើធុងសំណាក់យើងក៏មានជាព័ត៌មានតែភ្ជាប់បន្ថែមជាមួយនឹងស្រោមសំបុត្រដាក់ទៅជាមួយនឹងបន្តមកទៀតគឺស្អីគេនិយាយពីព័ត៌មាននៅក្នុងenvelope ឬក៏ស្រោមសំបុត្រហ្នឹងជាអីគេខ្លះចឹងអឺជា internal document ឬក៏ព័ត៌មានដែលមាននៅក្នុងស្រោមសំបុត្រហ្នឹងគឺធ្វើយ៉ាងណាឲ្យវាដូចគ្នាជាមួយនឹងព័ត៌មានដែលយើងទៅជាប់ជាមួយនឹង label ចឹងអត់មានថាយើងអត់អរគ្នាថាជិតដឹងហើយមានន័យថាព័ត៌មានរបស់សំណាក់ដែលយើងដាក់ទៅក្នុងស្រោមសំបុត្រហ្នឹងព័ត៌មានរបស់សំណាក់ដែលយើងយកចេញមកគឺវាត្រូវទៅស៊ីគ្នាទេហើយទី5គឺតើតើនឹងការតំណងទៅទីផ្សារពី collaborative communication ចឹងយើងត្រូវតែតាក់ទងទៅអ្នកទទួលចំណេញមុនពេលដែលយើងចាប់ចឹងអឺការតាក់ទងគឺវាល្អបំផុតសម្រាប់អ្នកដែលយើងគឺថាសម្រាប់អ្នកដែលគាត់មានចំណាត់ទៅពិសោធន៍អំពីពិសោធន៍គាត់ត្រូវតែតាក់ទងទៅអ្នក lab មុនព្រោះដើម្បី confirm ថាអ្នក lab ហ្នឹងនៅកន្លែងអត់ lab ហ្នឹងមានសមត្ថភាពនៅក្នុងការវិភាគសម្រាប់យើងតាមអត់ហើយមានព័ត៌មានប្រភេទខ្លះដែរជាព័ត៌មានបន្ថែមអឺដែលត្រូវការទៅលើសំណាក់ដែលយើងផ្ញើទៅនឹងចា៎អញ្ចឹងអឺហើយមួយទៀតក៏វាជៀសវាងដែរជៀសវាងនៅពេលដែលយើងអត់តាក់ទងទៅអ្នក lab មុនយើងផ្ញើសំណាក់មកចាក់តាម lab ហើយអត់មានអ្នកនៅអីទៅអញ្ចឹងអឺប្រកាសថាសំណាក់ដែលយើងផ្ញើទៅមានអ្នកទទួលត្រឹមត្រូវអឺមានព័ត៌មានតែ lab ត្រូវការគ្រប់គ្រាន់ហើយថាតើអឺអឺការដឹកជញ្ជូនដំណើររបស់យើងហ្នឹងក៏បានកម្មសិទ្ធិឲ្យឬអត់ក៏ក្នុងករណីមួយចំនួនពិសេសពិសោធន៍គាត់មានលក្ខខណ្ឌមួយចំនួនឲ្យយើងទៅដាក់បញ្ជូនដំណើរបានកម្មសិទ្ធិអញ្ចឹងគាត់នឹងណែនាំថាទៀតចឹង
ការតំណទៅមន្ទីរពិសោធន៍មុនពេលដែលយើងឆ្លងឆ្នាំទៅនោះគឺវាប្រធានមានឥឡូវយើងចូលមកដល់ផ្នែកព័ត៌មានដែលយើងគួរតែបញ្ចូលនៅក្នុង e-development អញ្ចឹងផ្នែកដែលយើងគួរតែមានព័ត៌មានបញ្ចូលទៅក្នុងកម្មសិទ្ធិហ្នឹងគឺអាចមានជាឈ្មោះឬក៏អាសយដ្ឋានរបស់ម្ចាស់ការឬក៏អាចជាទីតាំងច្បាស់លាស់អញ្ចឹងទៅទីតាំងច្បាស់លាស់នៅកន្លែងដែលទីជំនឿឬក៏កាត់ជំនឿនឹងកាត់មានឡើងហើយយើងកាត់មានជាលេខទូរស័ព្ទឬក៏ជាកាត់ស្តាំប័រអីទាំងនេះដែរប៉ុន្តែគឺទៅនៅផ្សាយយើងវាមានកាត់ស្តាំប័រហើយវាទៅគឺអាចជាទូរស័ព្ទឬក៏លេខទូរស័ព្ទទីពីរឈ្មោះឬក៏ email ឬក៏ address អឺនៃអ្នកផ្ញើអញ្ចឹងលើកឧទាហរណ៍ដូចអ្នកដែលបច្ចេកទេសធ្វើការនៅក្នុងអឺស្ថានមួយគាត់ចង់ផ្ញើចំណាក់មកវិទ្យាសាស្ត្រអញ្ចឹងគាត់ត្រូវដាក់នៅម្ចាស់ស្ថានទីតាំងរបស់កសិដ្ឋានហើយគាត់ត្រូវផ្ទាប់ជាមួយនឹងឈ្មោះរបស់គាត់ដែលអ្នកផ្ញើអឺដូចជាលេខទូរស័ព្ទឬក៏ email អីជាដើមចា៎ហើយបន្ថែមពីហ្នឹងគឺគាត់ត្រូវបន្ថែមជាមួយនឹង EC suspect ព្រោះនៅពេលដែលយើងផ្ញើចំណុចមកយើងច្បាស់ច្បាស់ដឹងទៅលើពីកសាងឬក៏ symptom របស់សត្វហ្នឹងមុនពេលដែលយើងយកចំណុចមកអញ្ចឹងគឺឬក៏ symptom ទាំងអស់ហ្នឹងតើយើង suspect ថាវាជាជំងឺអីទេអញ្ចឹងយើងដាក់មកថាយើង suspect ថាវាមានជំងឺអីហើយយើង request ឲ្យអ្នក lab ហ្នឹងធ្វើតេស្តអីទៀតចា៎បន្តទៀតគឺតើតើមកយ៉ាងព័ត៌មានអាសត្វគឺយើងត្រូវមានព័ត៌មានដែលសាប់យើងយកទៅហ្នឹងគឺត្រូវមាន species របស់វាយើងត្រូវមានពូជយើងត្រូវមានភេទយើងត្រូវមានអាយុហើយនឹងព័ត៌មានបន្ថែមផ្សេងទៀតបើមិនជំនួសគឺទៅគួរតែទៅចូលថ្ងៃខ្លះដែលយើងប្រមូលសំណាក់ហើយនឹងថ្ងៃខ្លះដែលយើងផ្ញើសំណាក់មកចាបន្តមកទៀតគឺជាអឺបញ្ជីរាយឈ្មោះ transport media ដែលប្រើនៅក្នុងការយកសំណាក់នៅឬក៏ការដឹកជញ្ជូនសំណាក់នៅហើយយើងប្រើប្រាស់ transport media នេះឈ្មោះអីចាហើយចំណុចទី7គឺទៅតាមមួយនឹងព័ត៌មានជាក់លាក់មួយចំនួនឬក៏ព័ត៌មានបន្ថែមមួយចំនួនផ្សេងទៀតដែលយើងអឺតាក់ទងទៅ lab មុននោះ lab ពីត្រូវការអីទៅខ្លះណាអានេះគឺតែយើងទៅចូលទៅអញ្ចឹងឧទាហរណ៍ថាlab គេណែនាំថាឲ្យយើងប្រើប្រាស់ transport media ឯណាមួយពិសេសសម្រាប់ការដឹកជញ្ជូនអញ្ចឹងគួរតែទៅចូលក្នុងនឹងបន្ថែមទៀតដើម្បីឲ្យមានជាព័ត៌មានច្រើននៅក្នុងករណីមួយចំនួនផ្សេងទៀតយើងក៏អាចបញ្ចូលជាមួយនឹងព័ត៌មានដូចជាអបញ្ជីឬក៏ list អហើយនឹងការមានន័យថាការរកឃើញនៅលើ post mortem ទៅទៅ post mortem ក៏យើងអាច perform នៅក្នុងfarm ឬក៏ដែរក្នុងករណីជំងឺមួយចំនួនយើងអត់ចង់ថាវាថាជាសន្តិឬក៏ជា infectious disease អីចឹងក៏យើងអាចទៅឬក៏ perform នៅក្នុងកសិកម្មដែរតែនៅក្នុងហ្នឹងយើងគួរតែសរសេរចូលថាយើងបានធ្វើ post mortem examination អឺត្រួតពិនិត្យមើលលើសាកសពសត្វហើយយើងឃើញថាស្លាកស្នាមនៃសត្វស្អីនេះវាមានកន្លែងណាខ្លះដែលប្រែប្រួលហើយប្រែប្រួលបែបម៉េចហើយយើងសង្ស័យបែបយើងគួរតែធ្វើចូលបន្តមកទៀតគឺតកតងជាមួយនឹងរយៈពេលដែលសត្វគឺថាហ្នឹងគឺរយៈពេលប្រហែលហើយនៅក្នុងសត្វហ្នឹងហើយបើសិនជាមានករណីដែលមានសត្វថ្មីទៅបញ្ជូនមកក្នុងហ្នឹងក៏យើងត្រូវបញ្ចូលដែរបើសិនជាមានសត្វថ្មីដែលបញ្ចូលមកអញ្ចឹងចាបន្តមកទៀតគឺតកតងជាមួយនឹងករណីដំបូងដែលកើតមានអឺថ្ងៃដំបូងដែលកើតមានករណីហ្នឹងតែថ្ងៃណាថ្ងៃណាអញ្ចឹងទៅហើយតើនៅពេលដែលកើតមានប្រមាណករណីហើយស្លាប់ប្រមាណអីចឹងទៅចា៎ចឹងអានេះគឺជាព័ត៌មានបន្ថែមទៅតាមនៅករណីដែលកើតមានប៉ុន្តែយើងដើរទៅលើការបរិច្ឆេទចា៎កើតមានដំបូងនៅថ្ងៃណាហើយពេលកើតមានហ្នឹងមានប្រមាណករណីហើយស្លាប់ឬក៏បាត់បង់ប្រមាណករណីដែរចា៎បន្តមកទៀតគឺតកតងជាមួយនឹងការចែកចាយជំងឺហ្នឹងឬក៏ករណីដែលមានហ្នឹងថាតើវាកើតមានអឺជាលក្ខណៈជា flock ជាវងឬក៏ជាក្រុមឬក៏ជា individual អីចឹងទៅមានន័យថាវាកើតមានតែនៅក្នុងទ្រង់ឧទាហរណ៍ដូចទ្រង់ជួបអញ្ចឹងគឺមានចែកបន្ទុកទៀតអញ្ចឹងវាកើតមានតែបន្ទុកមួយណាឬក៏កើតមានបន្ទុកណាផ្សេងទៀតឬក៏កើតមាននៅក្នុងរោងណាផ្សេងទៀតនៅក្នុងតែយើងគួរតែទៅព័ត៌មាននឹងទៅចូលឡើងចា៎
បន្ថែមទៀតហ្នឹងគឺតកតងជាមួយនឹងចំនួនសត្វដែលនៅក្នុងបរិស្ថានស្រុកមានប្រមាណស្លាប់ប្រមាណទៀតដែលបង្ហាញអំពីរោគសញ្ញាហើយទាំងអស់នេះគឺត្រូវបញ្ចូលជាមួយនឹងអាយុពូជហើយនិងភេទរបស់សត្វនេះដែរចា៎បន្ថែមលើនឹងទៀតយើងគួរតែយើងគួរតែទៅចូលជាមួយនឹង simple sign ឬក៏រូបសញ្ញាដែលយើងមើលឃើញនៅលើសត្វនឹងបញ្ចេញមក ហើយតើស្ថានភាពរបស់សត្វដូចដែរភ្នែកច្រមុះមាត់ការផលិតទឹកដោះឬក៏ការផលិតសូត្រក្នុងករណីមាន់ពងអីចឹងណាហើយតើមានការធ្លាក់ចុះឬក៏ស្ថានភាពបែបនេះតើចានឹងយើងគួរតែទៅចូលបានអត់បន្តមកទៀតហ្នឹងគឺប្រភេទហើយនឹងស្តង់ដារកសិកម្មនឹងថាវាបែបម៉េចអឺឧទាហរណ៍ថាជាទ្រុងបិទទ្រុងបើកអីចឹងណាតាមរយៈបទដ្ឋានចំនួនមួយចំនួនផ្សេងទៀតហ្នឹងគឺថាតើវាអាចមានអត្ថប្រយោជន៍នៅក្នុងការដែលសត្វទាំងអស់ហ្នឹងបានប៉ះពាល់ជាមួយនឹង poison ឬក៏ poisonous plant ជាតិពុលឬក៏រុក្ខជាតិពុលអីដែរបើសិនជាមានយើងទៅចូលមកបន្តមកទៀតគឺតកតងជាមួយនឹងអឺព័ត៌មានអ្នកដែលគាត់ចូលមកទស្សនាអញ្ចឹងជំនាញវាគួរតែអាចចូលដែរថាបើសិនជាមានអឺ ចាអ្នកទស្សនាឬក៏អ្នកវិនិច្ឆ័យក្នុងតាមមកអីចឹងទៅមកពីខាងណាមកពីខាងណីអីចឹងទៅយើងគួរតែចូលដូចគ្នាទៅដល់មួយនឹងព័ត៌មានបន្តគឺព័ត៌មានដែលយើងត្រូវពេញយើង medication ចាអញ្ចឹងនៅក្នុងករណីសត្វជើងណាយើងមានផ្ដោតផ្នែកនេះដែរអត់ហើយបើសិនជាផ្ដោតតើយើងផ្ដោតនៅពេលណាហ្នឹងហើយទៀតសោតទៅតាមជាមួយនឹងព័ត៌មានបាក់សាំងយើងមានផ្ដោតបាក់សាំងឲ្យសត្វណាទេគឺបាក់សាំងអីហើយផ្ដោតនៅពេលណាចា ហើយនឹងព័ត៌មានផ្សេងមួយចំនួនទៀតដែលយើងអាចតាមដានដែលជាព័ត៌មានលម្អិតដែលជាព័ត៌មានបន្ថែមសម្រាប់ឲ្យតែកសិកម្មហ្នឹងគាត់សំដៅដើម្បីឲ្យអ្នកទទួលសំណាក់ឬក៏អ្នកដែលធ្វើការនៅវិទ្យាសាស្ត្រហ្នឹងគាត់ងាយស្រួលនៅក្នុងការវិនិច្ឆ័យឬក៏ធ្វើការចេញលទ្ធផលឲ្យចា៎អញ្ចឹងសម្រាប់ព័ត៌មានដែលត្រូវផ្សាយជាមួយនឹងសំណាក់របស់យើងគឺមានប៉ុណ្ណឹងហើយអញ្ចឹងខ្ញុំសូមចូលបន្តជាមួយនឹងចំណុចទី3ទៅដល់មួយនឹង marketing and transport option អញ្ចឹងទៅដល់មួយនឹងការចប់ការចប់សំណាក់ហើយនឹងការដឹងជូនសំណាក់អឺយើងមានដំបូងគឺទៅដល់មួយនឹង approval to ship specimen ការឯកភាពនៅក្នុងការដឹកជញ្ជូនសំណាក់អញ្ចឹងយើងមាន shipping method នៃការវិធីសាស្ត្រនៅក្នុងការ ship ឬក៏ដឹកជញ្ជូនហ្នឹងហើយធ្វើម៉េចដឹកជញ្ជូនឲ្យបានតាមលឿនតាមដែលអាចធ្វើទៅបានដើម្បីផ្សាយទៅទីផ្សារ time frame ទៅតាមមួយរយៈពេលមិនឲ្យលើសពី48ម៉ោងហើយពេលប្រមូលសំណាក់ហើយត្រូវចារនៅក្នុងស្ថានភាពត្រជាក់ឬក៏ refrigerate អឺក្នុងករណីមួយចំនួនបើសិនជាយើងអាចរៀនជា dry eye ឬក៏អឺ dry eye ហ្នឹងគឺទឹកកកស្ងួតមានន័យថាជាដុំទឹកកកដែលគេបង្កក់ឲ្យគេច្រកចូលទៅក្នុងឆាំមានន័យថាជាប្រភេទដូចជាឲ្យទៅដូចជាក្នុងខោទឹកនំក្មេងៗចឹងតែអីណាហើយគេដាក់ក្នុងថង់ទឹកទឹកទៅហើយគេចង់យកមកប្រើគេដកចេញពីទូបង្កកយកមកប្រើអីចឹងទៅក្នុងករណីមួយចំនួនក៏គេប្រាប់ដែរតែឲ្យនៅក្នុងការបញ្ជូនដែរតាមទៀតហ្នឹងគឺ restriction shipment ឬក៏ច្បាប់ទម្លាប់មួយចំនួននៅក្នុងការបញ្ជូនអញ្ចឹងទៅលើ infectious substance ឬក៏ប្រភេទអឺសំណាក់របស់យើងដែលសង្ស័យថាជា infectious ជាប្រភេទសំណាក់ដែលមានជំងឺឆ្លងអឺដែលក្នុងនោះយើងធ្វើការបញ្ជូនមិនអាចដឹកតាមរយៈគេហៅថាcargo ឬក៏ carry on luggage អាហ្នឹងខ្ញុំចង់សម្ដៅទៅលើសេវាកម្មដឹកជញ្ជូនតាមបែបធម្មតា cargo ហ្នឹងដឹកអីវ៉ាន់ដឹកសម្ភារៈដឹកអ្នកដំណើរលើកយកដូចវគ្គបន្ថែមអញ្ចឹងគាត់មានក្រុមហ៊ុនដឹកជញ្ជូនមួយគាត់មានផ្នែកដឹកជញ្ជូនគាត់មានផ្នែកដឹកជញ្ជូនសម្ភារៈនិងដឹកជញ្ជូនអឺអីវ៉ាន់ឬក៏ដឹកមនុស្សអីចឹងទៅក្នុងករណីហ្នឹងគឺគេហៅថា cargo ហើយអញ្ចឹងក្នុងករណីដែលយើងចង់ផ្ញើសំណាក់ដែលជា infectious disease substance ឬក៏ជាសំណាក់ដែលសង្ស័យថាជាសំណាក់ជំងឺឆ្លងការដឹកជញ្ជូនតាមរយៈ cargo ឬក៏ដឹកជញ្ជូនដូចជាទូទៅធម្មតាគឺអត់អនុញ្ញាតទេព្រោះវាអាចផ្ដល់ជាហានិភ័យនៅក្នុងសំណាក់ជំងឺអូខេការចប់ចាចប់អញ្ចឹង
Các shop ហ្នឹងគឺគេឲ្យយើងអឺ shop បែបម៉េចដើម្បីឲ្យចំណាប់របស់យើងហ្នឹងទៅដល់ទីផ្សារនៅក្នុងលក្ខខណ្ឌ good condition អឺមានន័យថា shop ធ្វើយ៉ាងណាដើម្បីឲ្យចំណាប់ហ្នឹងទៅដល់ទីផ្សារនៅក្នុងស្ថានភាពធម្មតាអត់បែកបាក់អត់ចូលទឹកអត់ចូលខ្យល់អត់ទៅកម្ដៅអីចឹងចា៎អាហ្នឹងគឺជាលក្ខខណ្ឌនៅក្នុងការshop បន្តមកទៀតគឺ regulation ឬក៏ច្បាប់ទម្លាប់នៅក្នុងការអឺអឺត្រួតពិនិត្យមើលអញ្ចឹងអានេះបើយើងនិយាយទៅបើសិនជាខ្ញុំធ្វើអីបងឬក៏គឺថាបាទខ្ញុំគិតថាផ្នែកមួយនេះគឺនិយាយច្រើនទៅលើការបញ្ជូនតាមរយៈផ្លូវកោះឬក៏បញ្ជូនតាមរយៈឆ្លងទៅវិញអីចឹងអញ្ចឹងគឺត្រូវមានច្បាប់ទម្លាប់នៅក្នុងការអឺ overview មកដល់ទៀតនៅការ check មើលនៅនៅក្នុងករណីជា dangerous boat regulation នៅក្នុងករណីជាលក្ខណៈ dangerous boat ឬក៏ជាចំណុចដែលគឺការបញ្ជូនតាមរយៈផ្លូវអាកាសណាអឺគេត្រូវ provide ក៏ផ្ដល់ឲ្យជាលក្ខណៈ specific packing គឺថាការខ្ចប់សម្រាប់ការបញ្ជូននោះដែល specific បំផុតដែលជាក់លាក់បំផុតសម្រាប់ការបញ្ជូនហើយអឺសំណាក់ដែលយើងដឹកនឹងជាចោតគឺត្រូវតែឆ្លងកាត់ជាមួយនឹងគេហៅថាអឺក្រុមមួយដែលគេហៅIATA guideline IATA guideline នេះគឺជាប្រភេទច្បាប់ទម្លាប់ឬក៏ guideline មួយដែលគេបង្កើតឡើងសម្រាប់ការធ្វើការដឹកជញ្ជូនសម្រាប់ប្រទេសអញ្ចឹងគាត់តែយើង follow គ្រប់ទៅតាម IATA guideline ហ្នឹង IATA guideline ហ្នឹងគឺគេអនុញ្ញាតឲ្យយើងtransport ឬក៏ដឹកជញ្ជូនសម្រាប់ពីប្រទេសមួយទៅប្រទេសមួយចា៎ហើយអ្នកធ្វើការដឹកជញ្ជូនហ្នឹងគឺគាត់ត្រូវមាន responsibility ខ្ពស់គឺគាត់មានសិទ្ធិខ្ពស់នៅក្នុងការដឹកជញ្ជូនសម្រាប់ซึ่ง IATA គឺមកពីពាក្យ International Air Transport Association អូខេបន្តមកទៀតគឺអឺបន្តមួយនៅ regulation summary ដែលមាន regulation ហ្នឹង regulation ឬក៏ច្បាប់ទម្លាប់ហ្នឹងគឺគេបង្កើតឡើងសម្រាប់ការបញ្ជូនទៅបានយើងមុនអញ្ចឹងគឺបញ្ជូនប្រទេសអីមួយចំនួនអញ្ចឹងបើសិនយើងចង់បញ្ជូនចំណាត់ជូនទៅប្រទេសយើងត្រូវតែcheckមើលអឺអឺ IATA គេហ្នឹងថាគេមាន regulation ឬក៏គេមាន requirement ប៉ុណ្ណាសម្រាប់ការបញ្ជូនចំណាក់អញ្ចឹងពីប្រទេសមួយទៅប្រទេសមួយអញ្ចឹងយើងត្រូវតែ check ប៉ុណ្ណឹងឲ្យបានពីប្រទេសក្នុងករណីជា infectious substance គេនឹងត្រូវចាស់បើសិនជាសម្រាប់ដែលយើងសង្ស័យទៅជាinfectious សម្រាប់ជំងឺឆ្លងអញ្ចឹងយើងកាន់តែសុខភាពឬក៏កាន់តែលំអិតពីយើងឆែកឲ្យបានលំអិតខ្លាំងមែនទេហើយយើងត្រូវតែឆែកមើលថា IATA កន្លែងនេះគេអនុញ្ញាតឲ្យដឹកប្រភេទ substance infectious ដែរហើយបើសិនជាដឹកតើលក្ខខណ្ឌបែបណាដែលគេអនុញ្ញាតឲ្យដឹកអូខេអញ្ចឹងទៅលើ slide 3ខាងមុខនេះគឺនិយាយអំពីការបញ្ជូនចំណេះចេញពីប្រទេសមួយទៅប្រទេសមួយតាមរយៈផ្លូវអាកាសចា៎ឥឡូវយើងបន្តមកទៀតយើងនិយាយអំពីអឺចាសំណាក់របស់យើងហ្នឹងយើងគួរតែរក្សាទុកនៅក្នុង container appropriate secure container ជាកំប៉ុងឬក៏កន្លែងទឹកសម្រាប់វាសម្រាប់បំផុតហើយនៅក្នុង each plastic bag ទេថានៅក្នុងថង់ដាក់សម្រាប់ឲ្យយើងមួយហ្នឹងគឺឲ្យមានជា cool box មាននៅក្នុងជាប្រអប់ត្រជាក់មួយដែលគេអាចមានអឺមានថា make sure ថាស្ថានភាពនៅក្នុងសម្រាប់របស់យើងនេះគឺអាចលើសពីបានអង្គការទេបានទេធ្វើបែបណាដើម្បីមានថាក្នុងប្រអប់គឺក៏ក្នុងធុងគឺស្ថានភាពការរក្សាទុកគឺអាចលើសពីបានអង្គការទេចាអឺសម្រាប់តែប្រកាសជូនគួរតែរៀបចំផែនការបញ្ជូនដែលសក់ដោយមានថាសមស្របទៅតាមច្បាប់ឬក៏ទម្លាប់ដែលគេអនុញ្ញាតអឺករណីហានិភ័យមួយចំនួនក្នុងអំឡុងពេលបញ្ជូននោះគឺយ៉ាងណាត្រូវទៅការកាត់បន្ថយឲ្យបានតិចបំផុតដែលវាអាចចំណងទៅដល់បរិស្ថានឬក៏សត្វផ្សេងទៀតនៅក្នុងតំបន់ទាំងនោះចា៎
ok specimen cái con số ở dưới tôi thấy rằng tục đại hay là đập một chút ờ, đập hay thác những cái dạng đá đập bay ở bên chia ba nơi cross tập hành đề chân cross tập hành đề ép gọi tập bên này ép thành lập từ dương bên kia có đó là cái phim thì ông phi ca tập tầm này tôi muốn phim phải tẹt tôn cho mùi lẹp sống mà tôi lại tôi làm đó cho lại liên cái ta là tên này thì cái requirement cho chuyện người ta để tiền về trên môn chất trong chuyện lab của đồng đời I mean specific uh, transport media thì dùng chỉ ra một chút là các ông chuông cho môn transport media là chạy lệ ra mối là lên biết hai con của anh mà chỉ muốn có cái thời gian trong đó nhận đặt chuông nó là thành lại cho mình hai lái xe nó chỉ làm khám bây giờ giờ đó đó nơi trước và thật anh chuông sao mà bắt sắc sầm nạ sắc mà bắt nó thành chuyện mà chỉ muốnរបស់ទីមថាអីហ្នឹងគឺយើងអត់ទាន់មានជាលក្ខណៈក្នុងការបញ្ជូនទៅនាំចេញវិស័យអីហ្នឹងទេដឹកចេញពីប្រទេសមួយទៅប្រទេសមួយទៅប៉ុន្តែខ្ញុំគិតថាច្បាប់គាត់មានតែសម្រាប់អនុវត្តយើងរៀនតែថាអូខេយើងយកនេះសិនទៅយើងកំពុងទៅអញ្ចឹងណាអញ្ចឹងបើសិនជាយើងរកតំណងតិចយើងទៅអីទៅអញ្ចឹងអឺអមលក្ខខណ្ឌមួយចំនួនយើងត្រូវតែអនុវត្តទៅតាមការណែនាំរបស់គេយើងត្រូវមាន regulation អនុវត្តទៅតាម regulation ឬក៏យើងត្រូវមាន license នៅក្នុងការបញ្ជូនអូខេអញ្ចឹងអានេះទៅទីស្តៀងគ្នាមួយនឹងក្នុងមុខដែរទៅតាមមួយនឹងប្រភេទចំណាយដែរហើយធ្វើការបញ្ជូនតាមទៀតមកធ្វើអាការអញ្ចឹងគឺ check ជាមួយនឹង ATP ឡើងរបស់គេហើយនឹងអឺ và tham thì tiếp thì hoạt động này là civil evaluation organization ជាពេលអង្គការមួយដែរពេលត្រូវចែកមើលប្រភេទឧបករណ៍ឬក៏សម្ភារៈដែលប្រើប្រាស់នៅក្នុងមកពេលដែលជួបគឺពេលចែកមើលវាផ្ដល់ហានិភ័យអត់ថាបញ្ជូនកំណត់ហ្នឹងគឺសមស្របអត់វាបញ្ជូនពីទីមួយទៅទីមួយឥឡូវយើងនិយាយអំពីការដឹកជញ្ជូនមួយនេះវិញចឹងសម្រាប់ការដឹកជញ្ជូននេះគឺគេនិយាយពីការដឹកចំណាក់ទៅក្នុងទីផ្សារគឺត្រូវតែបញ្ជូនចំណាក់ទៅក្នុងlab ឬក៏បញ្ជូនទៅដល់ lab in person in person នោះគឺមានន័យថាมันមានការទុកចំណាក់ចោលនៅមុខ lab អីទាំងអស់ទៅហើយចំណាក់របស់យើងនៅក្នុងការបញ្ជូនទីផ្សារគឺត្រូវតែដឹកជញ្ជូនឲ្យបានលឿនតាមដែលអាចធ្វើបានឬក៏ក្នុងរយៈពេល24ម៉ោងចំណាក់ដែលដឹកទៅដល់គួរតែវិភាគឲ្យបានលឿនតាមដែលធ្វើទៅបាននៅសម្រាប់អ្នកអត់ទីផ្សារហើយយើងអត់គួរប្រើ transport media ឬក៏ជាជួបឬក៏ជា swap តែ expire ទេទៅតែទៅណាយើងមិនគួរផ្ញើសំណាក់ដែលអត់មាន label ឬក៏ព័ត៌មាននៅក្នុងនោះទេអឺយើងអត់គួរប្រើ paper stick សម្រាប់ note អញ្ចឹងជា label នៅលើសំណាក់របស់ទេព្រោះវាងាយរបាំងឬក៏ងាយរហូតអីចឹងទៅនៅក្នុងករណីដែលយើងផ្ញើសំណាក់ទៅ lab មិនគួរផ្ញើសំណាក់ទៅកំប៉ុងដាក់សំណាក់ទៅជាកៅទេព្រោះវាងាយបែកងាយបាក់ងាយខូចសំណាក់ផ្សេងទៅអូខេចុងក្រោយគេមិនគួរប្រើមិនគួរផ្ញើសំណាក់ដែល unless suitably unless suitably តែមានន័យថាមិនគួរផ្ញើសំណាក់ណាដែលវាអឺគេថាខ្ចប់ឬក៏រៀបចំមកឲ្យខ្ញុំព្រោះអានោះវាដូចអត់មានន័យទៅដែរគេថាយើងខំរៀបចំខំផ្ញើដល់ទៅដល់លឹកធ្វើទៅអីចឹងទៅចឹងលទ្ធផលរបស់យើងយកទៅដល់អញ្ចឹងអានេះក៏ថាមួយនឹងការបញ្ជូនចំណាយឲ្យយើងអឺតសំខាន់ទៅលើប្រភេទជំនាញស្របអញ្ចឹងសំណាក់ស្របគួរតែដឹកជញ្ជូនឲ្យទៅដល់ lab នោះក្នុងថ្ងៃតែមួយនៃការដែលយើងយកសំណាក់ឬក៏ក្នុងរយៈពេល24ម៉ោងទៅទៀតហើយទៅដល់ទីពិសោធន៍សំណាក់ជាប្រភេទស្របគួរតែទុកនៅក្នុងសកម្មភាព4ទៅ7អង្គពេលរហូតដល់ពេលដែលយើងទៅទៀតនៅក្នុងលក្ខខណ្ឌដែលអឺនិយាយថាយកទៅដល់ lab ហើយអ្នក lab គួរតែវិភាគនៅក្នុងរយៈពេល48ម៉ោងតពីការទទួលសំណាក់ឬក៏72ម៉ោងតពីការទទួលសំណាក់ទៅវាអូខេសំណាក់ទី2គឺជាប្រភេទសំណាក់ខាងខាងឬក៏សំណាក់ជាលិកាឬអញ្ចឹងអឺសំណាក់ខាងឬក៏សំណាក់ជាលិកាយើងអាចទៅតាមសកម្មភាពជាក់លាក់ទៅទីចំណាយទេ
ហើយដំណាក់ទាំងអស់នេះយើងគួរតែដឹកជញ្ជូនទៅដល់ lab នៅថ្ងៃទី1នៅក្នុងការដែលយើងយកសំណាក់ឬក៏24ម៉ោងក្រោយពេលដែលយើងយកសំណាក់អឺបើសិនជាយើងអត់អាចធ្វើការដឹងជូនបានក្នុងរយៈពេល24ម៉ោងទេរយៈពេល38ម៉ោងក៏អាចទទួលបានដែរក្នុងលក្ខណៈពិសេសជាវិការឬក៏កាត់ត្រូវប្រកាសថាសំណាក់អីទៅដល់ទីពិសេសគឺអាចលើកទៅ3ថ្ងៃទេមានថា7ថ្ងៃអូខេប៉ុន្តែ3ថ្ងៃអត់បានទេមានថាក្រោយប្រមូលសំណាក់មកបើសិនជា38ម៉ោងអូខេតែបើសិនជាលើសពី38ម៉ោងទៅដល់72ម៉ោងហើយចឹងសំណាក់នេះស្អាតទេសំណាក់ពេលដែលទៅដល់ទីពិសេសគឺគួរតែរក្សាទុកក្នុងស្តុកទៀត4អង្សាសេហើយអ្នកវិភាគសំណាក់គួរតែវិភាគសំណាក់ក្នុងរយៈពេល72ម៉ោងក្រោយពេលដែលសំណាក់ទៅដល់អឺវិភាគសាស្ត្រតែថាមិនឲ្យលើសពី72ម៉ោងអូខេអញ្ចឹងអានេះគឺនិយាយអំពីការរក្សាទុកភាពស្រោមចាអញ្ចឹងស្រោមក៏គេញ៉ាំហើយគឺគេអាចរក្សាទុកតាមវិធីសាស្ត្រផ្សេងៗទៀតអញ្ចឹងការរក្សាទុកគឺគេក៏គេញ៉ាំគឺស្រោមគឺយូរទៅតាមដែរហើយ condition storage គឺថាសារធាតុនៃការរក្សាទុកហ្នឹងគឺត្រូវតែរក្សាទុកដើម្បីធ្វើយ៉ាងណារក្សាទុកឲ្យអឺការកើតមាននៅការខូចខាតឬក៏ការបាត់បង់នៅទីនីមួយឬក៏ប្រភេទសមាសគីមីជីវៈដែលមាននៅក្នុងកោសិកាឈាមហ្នឹងឬក៏កោសិកាការ៉ូមហ្នឹងតិចបំផុតចា៎ដោយវិធីសាស្ត្រនៅក្នុងការរក្សាទុកគឺមានថាយ៉ាងไรទីមួយគឺ decrease ចឹង decrease ហ្នឹងគឺយើងទុកនៅក្នុងស្ថានភាពដកសពទេអឺវាល្អប៉ុន្តែវាថ្លៃឬក៏យើងអាចប្រើប្រាស់ជា liquid nitrogen liquid phase nitrogen នេះដក196អង្សាសេឬក៏ជាប្រភេទ vapor phase nitrogen ជាប្រភេទផ្សៃចាដក100អង្សាសេឬក៏ ultra low diffuser ដក40អង្សាសេអញ្ចឹងសកម្មភាពឲ្យចាប់ពីដក20ដក60អង្សាសេមកទៅហ្នឹងដក6ដក61ដក2ដក3ដកមកហ្នឹងគឺគេហៅថាជា deep freezing ជាវិធីសាស្ត្រទុកអង្សាភាព deep freezing អឺប៉ុន្តែយើងត្រូវគិតដែរថាលក្ខខណ្ឌសេរ៉ូមដែងមួយចំនួនក្រុមប្រភេទសេរ៉ូមមួយចំនួនគឺគេ operate គឺក៏ការរក្សាទុករបស់គេនោះគឺដកមកអង្សាទេអញ្ចឹងមានន័យថាមិនមែនគ្រប់ចំណាក់សេរ៉ូមទាំងអស់គេអាចរក្សាទុកក្នុងសភាពដល់60អង្សាសេឬក៏ក្រោមវាអាស្រ័យទៅលើថាតើយើងទុកដើម្បីអីតើការដែលយើងធ្វើតែហ្នឹងគេ require គេតម្រូវឲ្យការរក្សាទុកនោះក្នុងស្ថានភាពប៉ុណ្ណាចា៎ អូខេបន្តមកទៀតជាការរក្សាទុកបែបជា paper disk storage អញ្ចឹងpaper disk storage ហ្នឹងគឺជាប្រភេទការរក្សាទុកបែបធម្មតាសាមញ្ញមិនថ្លៃឬក៏តម្លៃទីថ្លៃប៉ុន្តែវា limit សម្រាប់quality អញ្ចឹងអឺគាត់តែឃើញធូរថ្លៃឃើញស្រួលប៉ុន្តែគុណភាពរបស់សរងដែលយើងយកមកប្រើហ្នឹងគឺវាអត់ល្អទេចា៎អឺករណីហ្នឹងមានន័យថាតេស្តមួយចំនួន ដែលយើងអាច confirm ក្រោយពេលដែលយើងដាក់ការទុកសរុបហ្នឹងហើយយើងយកអាសរុបនេះយកមកតេស្តវា limit វាតិចមែនទែនវាអត់គ្រប់វាអត់ច្រើនទេដូចdecreasing ទេជាង decreasing គឺមានថាតេស្តមួយចំនួនឬក៏ភាគច្រើននៃតេស្តភាគច្រើននេះគឺអាច available គឺអាចប្រើបានអឺតែសម្រាប់ទីpaper disk storage គឺអត់ទេហើយpaper disk storage នេះគឺអាចទុកបានរយៈពេលប្រហែលជា1ឆ្នាំដែរអញ្ចឹងវាអាចយូរដែរប៉ុន្តែដូចដែលបាននិយាយចឹងគឺតែដែលយើងអាចពិភាក្សាបានក៏ទៅយើងទុកសម្រាប់ឲ្យយើងតាមរយៈពីបដិសេធគឺវា limit គឺកាត់វាតិចចាចាមួយទៀតហ្នឹងគឺតាមប្រគេfreeze drying ចឹងអា freeze drying ហ្នឹងគឺតែគេហៅថាជា lyophilization ជាលក្ខខណ្ឌបង្កកមួយប៉ុន្តែបង្កកលក្ខណៈជាស្ងួតចាចឹងអានេះគឺជាវិធីសាស្ត្រដែលល្អបំផុតដែលរក្សាទុកអឺសរោមបានយូរជាងគេអឺវាវាកាត់បន្ថយការបាត់បង់នៅ characteristic របស់សេរ៉ូមនឹងបានច្រើនមែនទែនជំនឿថា condition របស់សេរ៉ូមហ្នឹងនៅពេលដែលទុកហើយនឹងពេលដែលយើងយកមកប្រើវាអត់ស្អីខុសគ្នាទេអត់ស្អីខុសពីទេអាពីរមែនទេប៉ុន្តែវា require ខ្ពស់វាមាន require ខ្ពស់មានតម្រូវការខ្ពស់គឺឧបករណ៍ឬក៏សម្ភារៈដែរ
ដែលប្រើប្រាស់សម្រាប់ធ្វើ freeze drying ហ្នឹងគឺថ្លៃហើយយើងប្រើពេលយូរដើម្បីអឺ process ឲ្យចប់នៅក្នុងការរក្សាទុកលក្ខខណ្ឌជា freeze drying ហ្នឹងអឺមានថាវាប្រើពេលយូរចា៎ការរក្សាទុកវិធីសាស្ត្រ freeze drying នេះគឺអាចទុកតែប្រភេទ4ដល់5ប៉ុន្តែហើយទីសំខាន់គឺវាមានរយៈពេលយូរនៅក្នុងការ complete step នៅក្នុងការរក្សាទុកបែបលក្ខខណ្ឌជា freeze drying ហើយវាមានតម្រូវការថវិកាឬក៏សម្ភារៈហ្នឹងគឺចា៎អូខេអឺបន្តមកទៀតគឺយើងនិយាយអំពីប្រភេទការរក្សាទុកនៃប្រភេទសំណល់បាក់តេរីវិញអញ្ចឹងទីមួយគឺនិយាយអំពីការរក្សាទុកវិធីសាស្ត្រនៃការរក្សាទុកដែលល្អគឺអឺជាប្រភេទការរក្សាទុកដែលកាត់បន្ថយនៅគេហៅថាការ contaminate ឬក៏ការចម្លងគឺមានការរក្សាទុកដែលល្អហ្នឹងគឺធ្វើម៉េចឲ្យការកើតមាននៃ contamination ហ្នឹងឬក៏ការកើតមាននៃការចម្លងហ្នឹងគឺទាបបំផុតអឺការរក្សាទុកដែលមានអភាពអាចទទួលបានអឺមានន័យថាចំណុចទី3នេះគឺនិយាយអំពីបម្រែបម្រួលគេថាការបាត់បង់នៃបម្រែបម្រួល strain ឬក៏ប្រភេទរបស់បាក់តេរីនោះគឺកាត់បន្ថយឬក៏អឺมันមានការប្រែប្រួល strain របស់បាក់តេរីនៅពេលដែលយើងរក្សាទុកហើយនឹងចុងក្រោយគេគឺมันមានការប្រែប្រួលនៅphenotype របស់បាក់តេរីឬក៏ gen ហ្នឹងទេ gen របស់បាក់តេរីហ្នឹងទេអញ្ចឹងអាទាំង4ហ្នឹងគឺជាអឺវិធីសាស្ត្រដែលល្អដែលយើងអាចធ្វើការរក្សាទុកបាក់តេរីបានទីមួយជាវិធីសាស្ត្រដែលអាចធ្វើទៅបានចា៎ទីពីរគឺកាត់បន្ថយ contamination ទីបីគឺកាត់បន្ថយការបាត់បង់ strain ឬក៏ប្រភេទនៃបាក់តេរីហ្នឹងទី4គឺมันមានការបាត់បង់ប្រភេទគឺ genetic អឺលើប្រភេទ gen របស់បាក់តេរីនេះទេចា៎4ហ្នឹងគឺជាវិធីសាស្ត្ររក្សាទុកសំណាក់បាក់តេរីដែលល្អអឺសម្រាប់ចំណុចបន្តគឺយើងនិយាយអំពីប្រភេទនៃការរក្សាទុកដែលអឺវាមិនធ្វើឲ្យមានផលប៉ះពាល់ដល់ stem នៃបាក់តេរីអញ្ចឹងនិយាយទៅនៅពេលបច្ចុប្បន្នគឺគេធ្វើការរក្សាទុកនៅក្នុងសីតុណ្ហភាពដក70 អង្សាសេចា៎អឺគេអាចទុកបានទៅដល់ហើយបើសិនជាយើងទុកនៅក្នុងស្ថានភាពដក70 អង្សាសេឬក៏លើសនឹងអីវាអាចទុកបានតែគឺមិនណែនាំឲ្យទុករយៈពេលយូរទេព្រោះវាអាចធ្វើឲ្យស្គាល់ដល់ច្រើនឬក៏ strain របស់បាក់តេរីចា៎អូខេបន្តមកទៀតគឺយើងនិយាយអំពីអឺការរក្សាទុកនៅក្នុងសីតុណ្ហភាពដក80ឬក៏ដក170 ទេដែលប្រើប្រាស់វិធីសាស្ត្រcryo preservative ឬក៏វិធីសាស្ត្រមួយទៀតគេហៅថា freeze drying ដូចយើងនិយាយពីមុនហ្នឹងចា៎ចឹងអានេះគឺជាវិធីសាស្ត្រមួយដែលធ្វើការរក្សាទុកបាក់តេរីបានដូចគ្នាដែរចា៎ចឹងទៅលើមេរៀនរបស់យើងអឺយើងចាប់អានេះសម្រាប់មេរៀនរបស់យើងអំពីការប្រមូលស្នាការបង្រៀនការរក្សាទុកចឹងអរគុណច្រើនអរគុណចឹងមេរៀនរបស់យើងគឺបញ្ចប់ប៉ុណ្ណឹងសម្រាប់មេរៀនទី1អរគុណ